តើអ្នកធ្លាប់ឮគេនិយាយទេថាបើមិនចាំបាច់កុំធ្វើការថែមម៉ោងដល់ជប់ជ្រៅម្នាក់ឯងអីកាលពីមុនខ្ញុំតែងតែសើចចំអកនឹងពាក្យសម្ដីទាំងនេះខ្ញុំគិតថាវាគ្រាន់តែជាល្បិចរបស់មនុស្សខ្ជិលច្រណែនឬពួកមនុស្សទន់ជ្រាយដែលខ្លាចស្រមោលខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែសម្រាប់ខ្ញុំព្រោះតែពាក្យថាប្រាក់ខែតួនាទីនិងការឡើងតំណែងវាបានបង្ខំឲ្យខ្ញុំត្រូវប្រឹងលក់ប្រឡឹងខ្លួនឯងទៅឲ្យក្រុមហ៊ុនហើយអង្គុយនៅមុខកុំព្យូទ័រក្នុង office ដ៏ធំល្វឹងល្វើយនេះរហូតដល់ម៉ោងរំលងអាទិត្យម្ដងហើយម្ដងទៀតឥឡូវនេះបិទភ្លើងពាក់កាសហើយត្រៀមខ្លួនចូលទៅក្នុងសាច់រឿងមួយដែលមានចំណងជើងថាធ្វើការថែមម៉ោងរឿងនេះគឺជាស្នាដៃនិពន្ធបែបប្រឌិតដែលបង្កើតឡើងសម្រាប់តែការកម្សាន្តតែប៉ុណ្ណោះតួអង្គទីកន្លែងនិងព្រឹត្តិការណ៍នៅក្នុងរឿងនេះមិនសំដៅទៅលើបុគ្គលឬហេតុការណ៍ពិតប្រាកដណាមួយឡើយខ្ញុំឈ្មោះវិបុលគឺជាប្រធានផ្នែកគណនេយ្យថ្មីថ្មោងនៅក្នុងក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកណ្ដាលទីក្រុងភ្នំពេញក្រុមហ៊ុនរបស់ពួកយើងទើបតែដេញថ្លៃបានគម្រោងដ៏ធំមួយដូច្នេះហើយការងាររៀបចំឯកសារហិរញ្ញវត្ថុនិងរបាយការណ៍ចំណាយទាំងអស់គឺធ្លាក់មកលើស្មារបស់ខ្ញុំទាំងស្រុងថ្ងៃនេះគឺជាថ្ងៃសុក្រចុងសប្តាហ៍បុគ្គលិកដទៃទៀតបាននាំគ្នាសម្រុករៀបចំកតាបត្រឡប់ទៅផ្ទះឬទៅលេងជួបជុំមិត្តភក្តិតាំងពីម៉ោង 5 ល្ងាចមកម្លេះនៅសល់តែខ្ញុំម្នាក់ឯងដែលត្រូវនៅចាំផ្ទៀងផ្ទាត់តួលេខចុងក្រោយឲ្យទាន់ម៉ោង 8 ព្រឹកថ្ងៃសៅរ៍ខ្ញុំបានធ្វើការនៅទីនោះរហូតដល់ម៉ោង 1 រំលងអាធ្រាត្រនៅក្នុងការិយាល័យជាន់ទី 7 ទាំងមូលសល់តែខ្ញុំម្នាក់ឯងគត់សំឡេងម៉ាស៊ីនត្រជាក់បានបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់ជ្រងំនៃរាត្រីនោះពន្លឺភ្លើងពីខាងក្រៅបង្កើតជាស្រមោលវែងមួយនៅលើជញ្ជាំងហើយនៅពេលនោះខ្ញុំក៏បានលើកកែវកាហ្វេដែលត្រជាក់មកក្រេបបន្តិចប៉ុន្តែវាលែងមានជាតិផ្អែមឬល្វីងទៀតហើយវានៅសល់តែរសជាតិល្វើយហើយនឹងងងុយដេកខ្ញុំសម្លឹងមើលទៅតុធ្វើការជាច្រើននៅទំនេរហើយមានសភាពស្ងាត់ជ្រងំកៅអីនីមួយៗត្រូវបានរុញចូលខាងក្រោមតុយ៉ាងមានរបៀបរៀបរយដូចជាក្តារមឈូសដែលគេតម្រៀបគ្នានៅពេលល្ងាចមុនពេលត្រឡប់ទៅផ្ទះវិញមិត្តរួមការងារម្នាក់របស់ខ្ញុំដែលមានឈ្មោះថាសុខាបានដើរមកជិតតុរបស់ខ្ញុំរួចបានខ្សឹបប្រាប់ថាវិបុលយប់នេះបើការងារមិនទាន់ទេយកទៅធ្វើនៅផ្ទះទៅជាន់ទី 7 នេះយប់ឡើងមិនសូវស្រួលទេណាពេលនោះខ្ញុំគ្រាន់តែញញឹមហួសចិត្តតែបន្តិចព្រោះខ្ញុំគិតថាសុខាគ្រាន់តែចង់បន្លាចលេងជាមួយនឹងខ្ញុំក្នុងនាមជាបុគ្គលិកថ្មីតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះគឺជាពាក់កណ្ដាលអាទិត្យដ៏ស្ងាត់ជ្រងំអារម្មណ៍របស់ខ្ញុំក៏ចាប់ផ្ដើមប្រែប្រួលទោះបីជាម៉ាស៊ីនត្រជាក់ត្រូវបានកំណត់នៅសីតុណ្ហភាព 24 ដឺក្រេដូចរាល់ដងក៏ដោយប៉ុន្តែស្រាប់តែមានខ្យល់ត្រជាក់ស្លេបមួយបានបក់មកប៉ះចំកញ្ចឹងករបស់ខ្ញុំវាត្រជាក់ខ្លាំងរហូតធ្វើឲ្យខ្ញុំនឹងត្រូវទាញអាវមកគ្របដណ្ដប់ទូរស័ព្ទនិងកុំព្យូទ័ររបស់ខ្ញុំក៏លោតផ្ទាំងសារអេឡិចត្រូនិកចូលមកវាគឺជាអ៊ីមែលផ្ញើចេញពីគណនីផ្ទៃក្នុងរបស់ក្រុមហ៊ុនប៉ុន្តែមិនមានឈ្មោះឬអ្នកផ្ញើសារនោះទេវាបានបង្ហាញត្រឹមតែលេខសម្គាល់បុគ្គលិកចាស់មួយខ្ញុំក៏បានចុចបើកមើលហើយនៅខាងក្នុងនោះគ្មានអក្សរមួយតួឡើយមានតែឯកសារភ្ជាប់ជាវីដេអូខ្លីមួយតែប៉ុណ្ណោះដោយសារតែចង់ដឹងចង់ឃើញខ្ញុំក៏ចុចបើកវីដេអូនោះមើលអ្វីដែលបង្ហាញនៅលើអេក្រង់គឺជារូបថតចេញពីកាមេរ៉ាសុវត្ថិភាពនៃជាន់ទី 7 នេះឯងការបរិច្ឆេទនៃវីដេអូនោះបានបង្ហាញថាវាត្រូវបានថតកាលពីប៉ុន្មានឆ្នាំមុននៅក្នុងវីដេអូមាននារីម្នាក់កំពុងតែអង្គុយធ្វើការនៅត្រង់តុដែលខ្ញុំកំពុងអង្គុយនេះឯងនាងអង្គុយសម្លឹងមើលអេក្រង់កុំព្យូទ័ររួចហើយកាមេរ៉ាស្រាប់តែរញ្ជួយហើយវីដេអូនោះក៏កាត់ផ្ដាច់ទៅជាពណ៌ខ្មៅនៅវេលាម៉ោង 2 ទៀបភ្លឺភ្លៀងនៅខាងក្រៅក៏ចាប់ផ្ដើមធ្លាក់ខ្លាំងឡើងសំឡេងដំណក់ទឹកភ្លៀងបោកផ្ទប់ទៅនឹងកញ្ចក់បង្អួចខ្ពស់ៗឬសូរដូចជាមានម្រាមដៃរាប់រយ
កំពុងតែយកក្រចកមកឆ្កូតកញ្ចក់ចង់ចូលមកខាងក្នុងខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលកាន់តែខ្លាំងឡើងស្បែកក្បាលរបស់ខ្ញុំហើយនឹងរួមដៃរបស់ខ្ញុំចាប់ផ្ដើមព្រឺសម្បុរពេញនឹងហើយនៅពេលនោះខ្ញុំមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាមិនមែនកំពុងតែរស់នៅក្នុងលំហនេះតែម្នាក់ឯងនោះទេវាដូចជាមានភ្នែកមួយគូកំពុងតែសម្លឹងមើលមកខ្ញុំពីជ្រុងកង្កឹតមួយនៃបន្ទប់នៅពេលនោះខ្ញុំភ្ញាក់ព្រឹកហើយក៏បានងាកទៅមើលម៉ាស៊ីនព្រិនដ៏ធំមួយដែលនៅចម្ងាយប្រហែលជា10ម៉ែត្រពីតុរបស់ខ្ញុំម៉ាស៊ីននោះស្រាប់តែភ្លឺឡើងហើយចាប់ផ្ដើមព្រិនក្រដាសចេញមកដោយស្វ័យប្រវត្តិខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំងដោយសារតែខ្ញុំមិនបានបញ្ជាឲ្យព្រិនអ្វីនោះទេហើយបណ្ដាញ network របស់ក្រុមហ៊ុនក៏ត្រូវបានកាត់ផ្ដាច់ខ្លះនៅពេលយប់ផងដែរខ្ញុំក៏បានក្រោកឈរដើរយឺតៗសម្ដៅទៅរកម៉ាស៊ីនព្រិននោះនៅពេលទៅដល់ខ្ញុំហួសចិត្តជាខ្លាំងក្រដាសដែលព្រិនចេញមកនោះមិនមែនជាអក្សរឬលេខឡើយវាជាក្រដាសពណ៌សដែលមានស្នាមប្រឡាក់ខ្មៅរញ៉េរញ៉ៃពេញទំព័រមើលទៅដូចជាស្នាមដៃរបស់មនុស្សដែលប្រឡាក់ទៅដោយទឹកខ្មៅហើយអ្វីដែលរន្ធត់ជាងនេះទៅទៀតនោះគឺក្រដាសទាំងនោះឡើងសើមជោគនិងមានក្លិនស្អុយឆ្អាបដូចជាទឹកលូខ្ញុំក៏បានប្រញាប់បិទកុងតាក់ម៉ាស៊ីនព្រិននោះចោលភ្លាមខ្ញុំលួងចិត្តខ្លួនឯងបើទោះបីជាបេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតខុសចង្វាក់ក៏ដោយខ្ញុំងាកក្រោយបំរុងដើរទៅតុរបស់ខ្ញុំវិញប៉ុន្តែស្រាប់តែសំឡេងទូរស័ព្ទនៅលើតុក៏បានរឡើងព្រលឹងរបស់ខ្ញុំស្ទើរតែហោះចេញពីខ្លួនវាគឺជាទូរស័ព្ទលើតុរបស់ក្រុមហ៊ុនលេខដែលបានបង្ហាញនៅលើអេក្រង់ទូរស័ព្ទគឺជាលេខ007ដែលជាលេខកូដទូរស័ព្ទប្រចាំជាន់ទី7នេះឯងនេះមានន័យថាមានអ្នកណាម្នាក់កំពុងតែប្រើប្រាស់ទូរស័ព្ទនៅក្នុងជាន់នេះខលមកទូរស័ព្ទលើតុរបស់ខ្ញុំក៏បានដើរទៅជិតទូរស័ព្ទទាំងដៃរបស់ខ្ញុំកំពុងតែញ័រខ្ញុំក៏បានលើកទូរស័ព្ទមកដាក់ក្បែរត្រចៀករបស់ខ្ញុំប៉ុន្តែខ្ញុំមិនបាននិយាយអ្វីឡើយខ្ញុំបានឮតែសំឡេងខ្យល់ដកដង្ហើមធ្ងន់ធ្ងរពីក្នុងទូរស័ព្ទនោះតែប៉ុណ្ណោះវាគឺជាសំឡេងដកដង្ហើមរបស់មនុស្សស្រីដែលហាក់ដូចជាកំពុងតែប្រឹងដកដង្ហើមទាំងឈឺចាប់ខ្ញុំក៏បានលាបទឹកមាត់មួយក្អឿករួចសួរទាំងសំឡេងញ័រថាហៅឡូអ្នកណាហ្នឹងសន្តិសុខមែនប៉ុន្តែគ្មានចម្លើយឆ្លើយតបជាពាក្យសម្ដីឡើយមានតែសំឡេងខ្សឹបខ្សៀវតិចឬសូរដូចជាសំឡេងសើចំអកឡុកលើយរួចហើយខ្សែទូរស័ព្ទនោះក៏បានកាត់ផ្ដាច់ទៅវិញខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថានេះមិនមែនជាការលេងសើចធម្មតាទៀតទេនៅម៉ោង 2:45 នាទីរំលងអធ្រាត្រភាពភ័យខ្លាចចាប់ផ្ដើមវាយលុកខួរក្បាលរបស់ខ្ញុំកាន់តែខ្លាំងប៉ុន្តែការងារដែលខ្ញុំត្រូវធ្វើនៅសល់តែបន្តិចទៀតតែប៉ុណ្ណោះខ្ញុំមានអារម្មណ៍ថាក្បាលរបស់ខ្ញុំធ្ងន់ខ្លាំងភ្នែករបស់ខ្ញុំក៏ចាប់ផ្ដើមស្រវាំងដូច្នេះខ្ញុំក៏សម្រេចចិត្តក្រោកទៅបន្ទប់ទឹកដើម្បីលុបមុខបង្កើតស្មារតីឡើងវិញបន្ទប់ទឹកគឺនៅខាងចុងមានសភាពងងឹតនិងត្រជាក់ខុសពីធម្មតាអំពូលភ្លើង sensor នៅតាមផ្លូវភ្លឺឡើងម្ដងមួយតាមជំហានរបស់ខ្ញុំពេលខ្ញុំដើរចូលទៅក្នុងបន្ទប់ទឹកបរោះពន្លឺភ្លើងពណ៌លឿងទុំក៏ជះមកលើកញ្ចក់ធំមួយខ្ញុំបើកទឹកពីក្បាលរ៉ូប៊ីណេហើយយកទឹកនោះមកបាចមកលើមុខខ្ញុំ3ដងពពុះទឹកនិងភាពត្រជាក់នៃទឹកនោះបានធ្វើឲ្យខ្ញុំធូរស្រាលបន្តិចប៉ុន្តែនៅពេលដែលខ្ញុំងើបមុខឡើងហើយសម្លឹងមើលទៅក្នុងកញ្ចក់ឈាមនៅក្នុងខ្លួនរបស់ខ្ញុំហាក់ដូចជាកកភ្លាមមិនអាចកម្រើកបាននៅក្នុងកញ្ចក់មានស្រមោលខ្មៅស្រពេចស្រពិលមួយកំពុងតែឆោតថ្មឹងនៅមាត់ទ្វារបន្ទប់ទឹកចុងក្រោយគេបង្អស់ខ្ញុំភ្ញាក់ឲ្យព្រឺតហើយក៏បានងាកក្រោយយ៉ាងលឿនប៉ុន្តែគ្មាននរណាទាំងអស់ទ្វារបន្ទប់ទឹកទាំងអស់ត្រូវបានបើកចំហចោលខ្ញុំព្យាយាមគិតថាខ្លួនឯងប្រហែលជាស្រវាំងភ្នែកដោយសារតែការងារបុកខ្លាំងពេកប៉ុន្តែនៅពេលដែលខ្ញុំងាកសម្លឹងទៅមើលកញ្ចក់នោះម្ដងទៀតស្នាមម្រាមដៃប្រឡាក់ឈាមក្រហមស្រាប់តែលេចឡើងនៅលើផ្ទៃកញ្ចក់ពីខាងក្នុងវាហាក់ដូចជាមានមនុស្សម្នាក់កំពុងតែជាប់ឃុំនៅក្នុងកញ្ចក់នោះ
ហើយកំពុងតែព្យាយាមយកដៃខ្វេះទះកញ្ចក់ចេញមកខាងក្រៅស្នាមឈាមនោះស្រក់ហូរចុះយឺតៗបង្កើតជាពាក្យសម្ដីមួយឃ្លាថាជួយខ្ញុំផងបេះដូងខ្ញុំលុតស្ទើរតែធ្លាក់ចេញពីទ្រូងនៅពេលនោះខ្ញុំមិនបានលុបមុខទៀតទេខ្ញុំប្រញាប់រត់ចេញពីបន្ទប់ទឹកសម្ដៅទៅតុធ្វើការរបស់ខ្ញុំវិញដើម្បីប្រមូលកាតាបស្ពាយនិងទូរស័ព្ទរត់ចេញទៅភ្លាមៗការងារអីក៏ដោយលុយកាក់អីក៏ដោយនៅពេលនោះខ្ញុំមិនត្រូវការទៀតទេខ្ញុំត្រូវតែចាក់ចេញពីអគារនេះឲ្យបានឆាប់បំផុតប៉ុន្តែព្រលឹងខ្មោចនៅទីនោះមិនព្រមដោះលែងខ្ញុំដោយងាយៗនោះទេពេលខ្ញុំរត់មកដល់តុធ្វើការអេក្រង់កុំព្យូទ័ររបស់ខ្ញុំបែរជាលុតចេញជាផ្ទាំងខ្មៅងងឹតស្លុបហើយនៅលើអេក្រង់នោះមានអក្សរក្រហមឆ្អិនឆ្អៅដូចជាឈាមវាដែលស្វ័យប្រវត្តិឡើងមកម្ដងមួយដែលបានសរសេរថាឯងគិតថាឯងអាចចេញផុតពីទីនេះឬជួយខ្ញុំផងខ្ញុំធ្វើការមិនទាន់រួចទេនៅពេលនោះខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ធ្លាក់ជ្រុះកាតាបនិងសោឡានពីក្នុងដៃហើយភ្លាមនោះភ្លើងនៅក្នុងការិយាល័យជាន់ទី7ទាំងមូលបានរលត់ទាំងអស់ភាពងងឹតសូន្យឈឹងនៅទីនោះហាក់ដូចជារោងភ្នំសល់តែពន្លឺភ្លើងដែលចេញពីអេក្រង់កុំព្យូទ័ររបស់ខ្ញុំតែមួយគត់ទោះបីជាខ្ញុំព្យាយាមស្វែងរកផ្លូវរត់ក៏ដោយប៉ុន្តែជើងទាំងពីររបស់ខ្ញុំហាក់ដូចជាត្រូវគេយកដៃគោលមកដំភ្ជាប់ជាមួយនឹងការ៉ូខ្ញុំមិនអាចកម្រើកបានសូម្បីតែមួយជំហាននៅក្នុងភាពងងឹតស្លុបនោះខ្ញុំបានឮសំឡេងមួយទៀតដែលធ្វើឲ្យខ្ញុំព្រឺឆ្អឹងខ្នងហើយវាគឺជាសំឡេងបង្វិលកៅអីសំឡេងកៅអីវិលយឺតនៅជួរតុខាងមុខចំពីមុខខ្ញុំតែម្ដងខ្ញុំក៏បានលើកទូរស័ព្ទដៃតែញ័រហើយក៏បានបើក flash មើលបំភ្លឺទៅប្រភពនៃសំឡេងនោះពន្លឺភ្លើងទូរស័ព្ទនោះក៏បានកាត់ផ្ដាច់ភាពងងឹតហើយអ្វីដែលខ្ញុំបានឃើញនៅចុងពន្លឺនោះធ្វើឲ្យខ្ញុំស្ទើរតែកាំងបេះដូងស្លាប់ភ្លាមនៅលើកៅអីធ្វើការនោះមាននារីម្នាក់អង្គុយបែរខ្នងដាក់ខ្ញុំនាងស្លៀកសម្លៀកបំពាក់ឯកសណ្ឋានធ្វើការរបស់ក្រុមហ៊ុននេះនាងមានសក់វែងប៉ុន្តែរញ៉េរញ៉ៃនិងជ្រុះធ្លាក់មកលើដីអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺក្បាលរបស់នាងមិនមែននៅត្រង់កទេវាបត់មកចំហៀងធ្លាក់មកលើស្មាខុសទម្រង់ឆ្អឹងរបស់មនុស្សធម្មតានាងកំពុងតែអង្គុយវាយកុំព្យូទ័រយ៉ាងលឿនរាល់ពេលដែលនាងចុចនៅលើ keyboard ឈាមខ្មៅក៏ហូរចុះពីម្រាមដៃរបស់នាងប្រឡាក់ពេញតុនាងក៏បានឈប់វាយបន្ទប់ទាំងមូលត្រឡប់មកស្ងប់ស្ងាត់ជ្រងំវិញហើយនាងក៏បានងាកក្បាលដែលនាងបត់នោះមករកពន្លឺពិតរបស់ខ្ញុំមុខរបស់នាងឡើងខៀវស្វាយស្លេកស្លាំងដូចជាខ្មោចតៃហោងភ្នែករបស់នាងគ្មានប្រស័យភ្នែកខ្មៅនោះទេមានតែក្របភ្នែកពណ៌សសុទ្ធដែលលៀនចេញមកខាងក្រៅនិងមានឈាមហូរចុះកាត់ពណ៌នាងមិនឈប់ញញឹមមាត់របស់នាងហែកឡើងវែងដល់ស្លឹកត្រចៀកបង្ហាញធ្មេញស្រួចដែលពោពេញទៅដោយឈាមរួចបន្លឺសំឡេងខ្សឹបយ៉ាងក្រលួចស្រែកដាក់ត្រចៀកខ្ញុំថាជួយវារបាយការណ៍ឲ្យខ្ញុំផងបើមិនធ្វើឯងត្រូវនៅទីនេះជំនួសខ្ញុំនាងស្ទុះហោះសម្ដៅមករកខ្ញុំយ៉ាងលឿនហើយនៅពេលនោះភ្នែករបស់ខ្ញុំក៏ចាប់ផ្ដើមងងឹតសូន្យឈឹងពេលខ្ញុំភ្ញាក់ខ្លួនឡើងវិញខ្ញុំកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមួយនៅក្បែរគ្រែរបស់ខ្ញុំមានម៉ាស៊ីនវាស់ចង្វាក់បេះដូងបន្លឺឡើងពូសន្តិសុខម្នាក់និងប្រធានផ្នែកធនធានមនុស្សកំពុងឈរមើលខ្ញុំទាំងទឹកមុខព្រួយបារម្ភពូសន្តិសុខនោះបានប្រាប់ខ្ញុំថាគាត់បានឃើញខ្ញុំសន្លប់បាត់ស្មារតីនិងមានស្នាមជាំខ្មៅនៅជុំវិញកដូចជាមានគេច្របាច់ហើយដេកនៅលើឥដ្ឋជាន់ទី7នៅពេលដែលគាត់ដើរល្បាតនៅម៉ោង3ព្រឹកក្រោយមកពេលដែលខ្ញុំបានធូរស្បើយនិងត្រឡប់មកផ្ទះវិញខ្ញុំបានស៊ើបសួររឿងរ៉ាវពីបុគ្គលិកចាស់ៗនៅក្នុងក្រុមហ៊ុនហើយក្រោយមកគឺខ្ញុំបានដឹងការពិតដ៏គួរឲ្យតក់ស្លុតមួយតាំងពី5ឆ្នាំមុននេះមានបុគ្គលិកស្រីម្នាក់ដែលមានឈ្មោះថាស្រីនាងគឺជាមនុស្សចូលចិត្តធ្វើការ
និងទទួលខុសត្រូវខ្ពស់នៅជប់មួយចិត្តដល់ថ្ងៃដែលត្រូវប្រគល់គម្រោងធំនាងត្រូវបានប្រធានផ្នែកបង្ខំឲ្យធ្វើការដាច់ជប់តែម្នាក់ឯងដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការខំប្រឹងខ្លាំងពេកអត់ងងុយព្រមទាំងមានសម្ពាធផ្លូវចិត្តខ្លាំងនាងក៏បានដាច់សរសៃឈាមខួរក្បាលហើយដេកស្លាប់នៅលើតុធ្វើការទាំងគ្មានអ្នកណាដឹងសាកសពរបស់នាងត្រូវបានគេរកឃើញនៅព្រឹកថ្ងៃបន្ទាប់ក្នុងសភាពដែលមើលទៅឃើញក្បាលងាកទៅម្ខាងប៉ះនឹងក្តារចុចកុំព្យូទ័រអ្វីដែលកាន់តែហួសចិត្តជាងនេះទៅទៀតនោះគឺក្រុមហ៊ុនបានលាក់បាំងព័ត៌មាននេះកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនចាប់តាំងពីពេលនោះមកក្រុមហ៊ុនតែងតែមានរឿងចម្លែកនៅជាន់ទី7ហើយមិនដែលមានបុគ្គលិកណាហ៊ានធ្វើការលើសពីម៉ោង8យប់ឡើយមានតែខ្ញុំម្នាក់គត់ដែលជាបុគ្គលិកថ្មីហើយមិនដឹងរឿងរ៉ាវអតីតកាលដ៏ខ្មៅងងឹតនេះតែប៉ុណ្ណោះរហូតមកដល់ពេលនេះទោះបីជាខ្ញុំបានដាក់ពាក្យឈប់លាពីការងារនៅទីនោះក៏ដោយនឹងបានរើផ្ទះមកនៅជនបទឆ្ងាយពីទីក្រុងប៉ុន្តែរាល់ពេលយប់ស្ងាត់ហើយម៉ោងដល់ម៉ោង3ទៀបភ្លឺខ្ញុំតែងតែភ្ញាក់ឡើងទាំងញើសជុកខ្លួនហើយបេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតខុសចង្វាក់ព្រោះនៅក្នុងភាពងងឹតនៅក្នុងបន្ទប់គេងរបស់ខ្ញុំតែងតែឮសំឡេងនៃក្តារចុចកុំព្យូទ័រដ៏ត្រជាក់និងសំឡេងស្រីនាងខ្សឹបសួរលើក្បាលដំណេករបស់ខ្ញុំជាប់ជានិច្ចហើយនាងបាននិយាយថាជួយវាយរបាយការណ៍ឲ្យខ្ញុំផងហើយនៅពេលដែលខ្ញុំបើកភ្នែកឡើងខ្ញុំតែងតែឃើញស្រមោលក្បាលបត់ទៅម្ខាងរបស់នាងឈរថ្មឹងនៅចុងក្រែរបស់ខ្ញុំនិងញញឹមរង់ចាំខ្ញុំជានិច្ចសាច់រឿងថ្ងៃនេះក៏បានដល់ទីបញ្ចប់ដែរតើអ្នកទាំងអស់គ្នាយល់ឃើញដូចម្តេចដែរកុំភ្លេចបញ្ចេញមតិរបស់អ្នកទាំងអស់គ្នាឲ្យខ្ញុំបានដឹងផងហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយបាទសូមអរគុណ